ស្ដីបងថ្ងៃនេះខ្ញុំនឹងណែនាំវិធីប្រើប្រាស់របស់ម៉ាស៊ីនស្នាប់កង់នេះណាខ្ញុំឃើញថាម៉ាស៊ីនស្នាប់កង់នេះគឺវាទូចល្មមងាយស្រួលប្រើទេហើយក្នុងចិត្តរបស់វាគឺយើងមានតែដាស់ណែនាំឲ្យបងប្អូនមើលថាវិធីប្រើប្រាស់យ៉ាងម៉េចហើយមុខងាររបស់វាយ៉ាងម៉េចគឺមានក្នុងនេះទាំងអស់អូខេខ្ញុំនឹងនិយាយទូទៅបន្តិចការបើកម៉ាស៊ីនគឺងាយស្រួលមែនទែនបងប្អូនគ្រាន់តែចុចកន្លែងកណ្ដាលនេះចុចជាប់មួយផ្លេតម៉ាស៊ីនវានឹងដំណើរឡើងហើយនេះគឺជាក្បាលរបស់វាយើងអាចផ្លាស់ប្ដូរក្បាលរបស់វាតាមតម្រូវការនឹងសម្រាប់ស្នាប់កង់ឬក៏ស្នាប់បាល់អីចឹងយើងអាចប្ដូរក្បាលរបស់វានៅខាងលើនេះបានអូខេសម្រាប់ខាងនេះវិញបើសិនជាបងប្អូនណាដែលចង់សັບប្រភេទកង់ឡានខុសគ្នាយើងអាចផ្លាស់ប្ដូរតាមនេះអានេះសម្រាប់កង់ឡានជាមួយទៀតគឺកង់ម៉ូតូមួយទៀតគឺសម្រាប់កង់មួយទៀតគឺសម្រាប់បាល់ឬក៏ពុកកាយអីចឹងយើងអាចសັບដូចគ្នាបានហើយសម្រាប់កន្លែងនេះគឺយើងអាចតម្លើងឬក៏តម្លាក់សម្ពាធអូខេនៅពេលដែលយើងចុចវានឹងដំណើរការអូខេម៉ាស៊ីននេះខ្លាំងមែនទែនបងមានចំណូលដល់ទៅ10គីឡូឯណោះហើយកន្លែងនេះវិញគឺកន្លែងបាក់ពិលនេះបើកពិលនៅពេលយប់ដាច់ភ្លើងអីយើងអាចបើកពិលបានហើយមួយទៀតគឺយើងអាចធ្វើជា power bank ទៅបានដែរអូខេនេះនៅខាងក្រោមរបស់វាមានកន្លែងដូចដើមមួយអូខេនេះយើងអាចយកវាទៅជា power bank ក៏បានយកជាភ្លើងក៏បានឬក៏ស្នាប់កង់ក៏បាននិយាយទៅវាមានពូមុខងារអូខេបងក្នុងនេះក៏វាមាន shop នៅជាមួយនឹងកូនថងពូដែរសម្រាប់បងដាក់ម៉ាស៊ីនស្នាប់កង់នេះនៅពេលដែលបងប្រើហើយអញ្ចឹងយើងអាចមួលក្បាលចេញហើយយើងដាក់នៅក្នុងថងនេះដើម្បីកុំឲ្យវាដីកលាយចូលអញ្ចឹងបងនេះ